សូមចូលទៅកាន់រឿងទី អូខេអញ្ចឹងរឿងទាំងអស់គឺថ្ងៃនេះគឺខ្ញុំមាន4សាច់រឿងដែលនឹងយកមកនិយាយដែលរឿងទី1និងរឿងទី2សិតទាំងសាច់ជារឿងខ្លីៗដែរប៉ុន្តែតាក់ទងជាមួយនឹងរឿងយមបាលមួយយមរាជយើងចង់ថាយើងកាន់សាសនារបស់យើងប្រកាសជាស្គាល់ហើយនៅយមបាលយមរាជនៅពេលមានពិធីបុណ្យសម្បិណ្ឌអីយើងធ្លាប់ឃើញគេតែងខ្លួនរបៀបឈុតក្រហមមកបងក្បិនក្រហមបាទហើយខ្វែងអញ្ចឹងឲ្យកាន់ដបងអីចឹងហ្នឹងហើយអញ្ចឹងរឿងទី1ហ្នឹងខ្ញុំទទួលបានមកពីអ្នកមីងម្នាក់ដែលគាត់អាយុខ្ញុំ8ចំណាស់ដែរបងហើយគាត់ជួបផ្ទាល់ខ្ញុំហ្មងហើយគាត់អ្នកvoice មក page របស់ខ្ញុំផ្ទាល់ហ្មងគាត់សិនជា voice បាទគាត់សិនជា voice ហើយគាត់និយាយឡើងញ័រសាច់រឿងមួយហ្នឹងគាត់ថាដំបូងឡើយគឺគាត់គេងនៅក្នុងផ្ទះរបស់គាត់ធម្មតាអញ្ចឹងហើយប្តីរបស់គាត់ហ្នឹងកំពុងតែអង្គុយមើលទូរទស្សន៍នៅក្នុងនៅក្រៅកន្លែងទូភ្ញៀវអញ្ចឹងណាបងហ្នឹងហើយកន្លែងបន្ទប់គេងរបស់គាត់ហ្នឹងវាមានប្អួចមួយហើយគាត់គេងបាយខ្នងដាក់ប្អួចរៀងនៅចិត្តប្អួចដែរហ្មងដល់ហើយនឹងខាងក្រោយខ្នងគាត់ហ្នឹងប្អួចដល់ពេលគាត់គេងមករៀបលក់លាវគាត់ថាមានដៃមួយហ្នឹងចាប់ទាញក្បាលគាត់ពវល់ទៅប្អួចទេបងចាប់ទាញឲ្យគាត់ហ្នឹងហើយដូចចាប់ទាញទៅមើលមុខអញ្ចឹងណាហើយគាត់ក៏អត់បើកភ្នែកមើលដែរគាត់គិតថាប្តីគាត់អញ្ចឹងណាហើយក៏គាត់ស្រែកទាំងបិទភ្នែកទៅកាន់ប្តីគាត់ទៅថាចាតប៉ែលេងអីឡប់មនុស្សពងដេកប្រហែលមកមែនវាយប់ដែរប្រហែលជាពាក់កណ្ដាលយប់ហ្មងតែប្តីរបស់គាត់នឹងអង្គុយមើលទូរទស្សន៍មើលបាល់អីចឹងតែកណ្ដាលអញ្ចឹងយប់ហើយតែគាត់គេងមុនបាទគាត់ចូលគេងមុនហើយប្តីគាត់នឹងអង្គុយមើលទូរទស្សន៍អញ្ចឹងហើយបានគាត់ស្រែកទៅចាតប៉ែមនុស្សពងដេកអញ្ចឹងមកលេងចាប់ទាញកទាំងហួរលេងឡប់អញ្ចឹងតែប្តីគាត់ស្រែកថាឯងនៅមើលទូរទស្សន៍នេះដែរឯងមានទៅទាញកអីណាចង់ថាលក្ខណៈអញ្ចឹងបងបានយប៉ែហ្នឹងដល់ពេលគាត់លឺអញ្ចឹងបានគាត់បើកភ្នែកពុបលេងគាត់ឃើញមនុស្ស3នាក់នៅឡៃមាត់ប្អួចហ្នឹងយកមកហើយគេកំពុងតែនិយាយជំនុំគ្នាថាមែននេះច្រឡំមនុស្សហើយច្រឡំមនុស្សហើយអញ្ចឹងហើយគាត់ថាមនុស្ស3នាក់ហ្នឹងម្នាក់គាត់ឃើញរៀងមិនសូវធំដូចមនុស្សរៀងធម្មតាប៉ុន្តែ2នាក់ទៀតគឺមានធំយកហ្មងដែរវាស្លៀកក្បិនហ្នឹងហ្មងដូចខ្ញុំបាទឈៀងមានកាន់ដបងហ្មងហើយសបល់រៀងគេមានដបងយកហ្មងហើយរៀងខ្មៅស្អែមអញ្ចឹងហើយអ្នកកណ្ដាលហ្នឹងគេមានសភៅមួយហើយបានគេប្រាប់ថាខុសហើយមែនច្រឡំមនុស្សហើយបានគេគាត់ឃើញ3នាក់ហ្នឹងដើរចេញពីនឹងគាត់យកបានគាត់រត់ទៅហៅប្តីគាត់អញ្ចឹងណាដល់ពេលស្អែកផឹកឡើងមានពូម្នាក់ហ្នឹងគឺគាត់មកទិញចង់ថាកន្លែងអ៊ីហ្នឹងគឺគាត់លក់អាវ៉ាន់សការៈលក់ដូចបាឡុងលក់ដូចគ្រឿងហៅគេរបៀបទុកប្រគេនលោកអីបងគេហៅអីគេស្លាប់អីហ្នឹងហើយសេរីអញ្ចឹងហើយមានពូម្នាក់ហ្នឹងគឺគាត់មកទិញបាឡុងសម្រាប់យកទៅថ្វាយប្រគេនលោកខ្ញុំហ្នឹងថាហ្នឹងបាឡុងហ្នឹងរបៀបមិនដឹងទេខ្ញុំមិនដឹងដែរថាសេរីហ្នឹងបាទសេរីហ្នឹងហើយពូហ្នឹងមកទិញហើយអ៊ីហ្នឹងគាត់ទៅចំមានពីណាគេស្លាប់មែនបានទិញអាហ្នឹងយកទៅប្រគេនលោកអីចឹងណាដល់ហើយបានពូហ្នឹងគាត់ថា Hello ខ្ញុំអត់ហ៊ាននិយាយខ្ញុំខ្លាចប៉ះពាល់ដល់ម្នាក់ឯងអញ្ចឹងដោយសារតែអ៊ីមួយហ្នឹងគាត់ពងតែមានផ្ទៃពោះ6 7ខែដែរបាទដល់ពេលហើយអ៊ីហ្នឹងគាត់អត់ខ្លាចអីដែរហ្នឹងហើយនិយាយមកគាត់ថាគាត់ខ្លាចងាប់ហ្នឹងនិយាយចេះគាត់ភាសារបស់គាត់និយាយមកគាត់ខ្លាចងាប់ហ្នឹងគាត់ថាឥឡូវប្រាប់មកបើមនុស្សយើងតែវាត្រូវងាប់ហ្នឹងវាមិនអីទេគាត់និយាយចឹងហើយបានពូមួយហ្នឹងគាត់រៀងតម្លាក់ទឹកមុខដែរបងគាត់និយាយតាមប្រពន្ធខ្ញុំស្លាប់បងគាត់ស្លាប់កាលពីយប់មិញហ្នឹងគឺគាត់គេងសុកកាំងម៉ែដងយកមកហើយអីដែលចៃដន្យហ្នឹងគឺប្រពន្ធរបស់ពូហ្នឹងគឺពោះធំដែរបាទពោះធំដូចគ្នាហើយប្រហែលខែដឹងអត់ប្រហែល6 7ខែដូចគ្នាជាមួយអ៊ីហ្នឹងដល់ពេលពូហ្នឹងនិយាយប្រាប់អញ្ចឹងបានអ៊ីហ្នឹងគាត់និយាយថាទៅរីឡាយថាអូក៏ប៉ិត3នាក់យប់មិញហ្នឹងគេមករយកមនុស្សហ្នឹងនៅតំបន់ហ្នឹងហ៎បងនៅដូចជាស្រុកកោះកឡខាងបាត់ដំបងបាទខាងហៅភ្នំអធិបតីហើយបើតាមខ្ញុំចាំខ្ញុំធ្លាប់ទៅខាងហ្នឹងដែរហើយអ៊ីហ្នឹងគាត់ប្រាប់ថាផ្ទះរបស់ពូមួយដែលថាប្រពន្ធគាត់ស្លាប់ដែរហ្នឹងគឺនៅឆ្ងាយពីគាត់ប្រហែលជាង10គីឡូឯដែរវាថាគាត់នៅរៀងទីជុំជនពូហ្នឹងរៀងនៅភូមិអញ្ចឹងណាបងដូចគាត់នៅផ្សារពូនៅភូមិអញ្ចឹងណាបានពូហ្នឹងជិះមកទិញអញ្ចឹងមកដល់ពេលអញ្ចឹងទៅបានអ៊ីហ្នឹងគាត់ចាប់អារម្មណ៍ថាអូកាពិតយកមកបាលហ្នឹងមកប្រងមកយកមនុស្សនៅតំបន់ហ្នឹងម្ដុំហ្នឹងប៉ុន្តែគេច្រឡំដោយសារមានពោះធំដូចគ្នាវាថាមកយកអញ្ចឹងទៅក៏ច្រឡំអញ្ចឹងទៅហើយដល់ពេលសាច់រឿងមួយទៀតស្តៀងគ្នាមកសាច់រឿងហ្នឹងដែរតែសាច់រឿងទី2ហ្នឹងគឺខ្លីទេដែលមានមីងម្នាក់ហ្នឹងគាត់ឈ្មោះមីងសឿនតែគាត់នៅខាងផ្សារគាត់រស់នៅកំម្ដុំខាងផ្សារទីប្រជុំជនហ្នឹងណាហើយមានពូម្នាក់ដែលជាម្ចាស់សាច់រឿងហ្នឹងគាត់រស់នៅឆ្ងាយពីហ្នឹងដែរគាត់ថាម៉ោងប្រហែលជា9យប់ឯងអត់យប់ជ្រៅបងម៉ែមក9ជាង9 10អីហ្នឹងគាត់ថាគាត់ពងដេកហ្នឹងមានគេមកគោះទ្វារផ្ទះគាត់មុខហ្នឹងតុកគាត់ក៏ស្រែកសួរថាណាគេដល់ហើយគេស្រែកថាមានការសុំសួរតិចដល់ពេលអញ្ចឹងហើយបានគាត់បើកទ្វារមកគឺគាត់ឃើញ3នាក់ដូចគ្នាបងចង់ថាសាច់រឿងនេះពីរផ្សេងគ្នាណាប៉ុន្តែរូបរាងមនុស្សដែលថាទាំង3នាក់ហ្នឹងគឺដូចគ្នាអីដែលគាត់អះអាងមកគឺដូចគ្នាគាត់ថាមានម្នាក់ហ្នឹងគឺកាន់សភៅហើយ2នាក់ទៀតគឺពាក់ឈៀងក្រហមហ្នឹងពាក់ក្បិនក្រហមហ្នឹងដូចគ្នាហើយមកសួរគាត់ថាផ្ទះមីងមួយហ្នឹងនៅខាងណា
ហើយគាត់ក៏អត់ចាប់អារម្មណ៍ច្រើនដែរគាត់ប្រាប់ថាផ្ទះមីងហ្នឹងនៅហួសផ្សារបន្តិចអញ្ចឹងដល់ពេលស្អែកព្រឹកឡើងគាត់ជីទៅផ្សារឃើញគេបើឈូឈរឃើញអ៊ីនឹងស្លាប់ដែរហ្នឹងគាត់ប្រាប់ចុះគាត់អត់ឃើញអត់មានអីផ្លែកទេពេលដែលឃើញមនុស្សមានស្លៀមពាក់ឥឡូវបើសម័យយើងបើកទ្វារផ្ទះយើងឃើញអញ្ចឹងយើងមិនស្លុតទេយល់អត់យើងដឹងហ្មងអត់ចាំបាច់របៀបគាត់មនុស្សអត់ខ្លាចប៉ុន្តែរៀងភាំងដែរបងរបៀបអញ្ចឹងហើយក៏គាត់ប្រាប់ទៅផ្ទះមីងហ្នឹងនៅខាងផ្សារអញ្ចឹងណាហើយបានគាត់បិទទ្វារផ្ទះគាត់ចូលមកដេកវិញទៅពេលបានស្អែកហ្នឹងបានគាត់ទៅសួរបើថាគាត់ជិះទៅខាងផ្សារធម្មតាក៏អត់មានម្ដងថាទៅសួរទេតែគាត់ទៅពេលទៅដល់ឃើញមានគេឈូឆយអញ្ចឹងតែបានគាត់សួរថាណាគេកើតអីមែនបានអ្នកនៅខាងនោះគេប្រាប់ថាមីងសឿនហ្នឹងស្លាប់ទៅកាលយប់មិញអញ្ចឹងថាអាហ្នឹងគឺជាសាច់រឿងដែលតាក់ទងជាមួយនឹងញោមបាល់ដែលខ្ញុំនិយាយច្រឡោះសាច់រឿងពីរហ្នឹងគឺវាឆ្ងាយពីគ្នាដែរចំណែកអេពីសូតដែលខ្ញុំនិយាយហ្នឹងដល់ពេលអញ្ចឹងវាមានអារម្មណ៍ថាវារៀងស៊ីមេត្រីគ្នាបងវាដូចគ្នាពេកតែដល់មួយយមបាលមកយមរីហ្នឹងហើយវាប្លែកមែនតើខ្ញុំដូចអត់មានយោបល់អីក្នុងរឿងហ្នឹងប៉ុន្តែវាគួរឲ្យចម្លែកមួយគឺពេលដែលគាត់បើកទ្វារមកគាត់អត់ខ្លាចឬក៏ខ្ញុំអាហ្នឹងខ្ញុំគាត់អត់បានបញ្ជាក់អារម្មណ៍គាត់ឡើយហ្នឹងថាមិនដែរដឹងតែពេលគាត់បើកទ្វារមកគាត់ប្រាប់អ៊ីហ្នឹងទៅធម្មតាអញ្ចឹងណាបងតែអាស្រ័យរឿងពីដំបូងហ្នឹងអត់ទាន់វាអត់ដែរខ្លាចទេគាត់ថាខ្ញុំចង់និយាយតាក់ទងជាមួយនឹងយមបាលដែរព្រោះរឿងវាចម្លែកដែរយើងអត់ដែរដឹងអត់ដែរលើវាមិនមែនដូចថាយើងជិះទៅខេត្តឃើញខ្មោចពេលកូនទេអានេះយើងអត់លើហើយអូមានមួយទៀតតាក់ទងមួយយមបាលដែរដូចជាមិត្តភ័ក្តិរបស់សង្សាររបស់ខ្ញុំគាត់ដូចមានផ្លូវក្នុងកាន់អីមិនដឹងគាត់ថាពេលហ្នឹងប៉ារបស់គាត់ហ្នឹងឈឺធ្ងន់ណាស់បងហើយមានខាងផ្លូវក្នុងគេប្រាប់ថាយប់ហ្នឹងបើសិនជាគាត់នៅតតាំងជាមួយនឹងគេបានប៉ារបស់គាត់នៅរស់ហើយដល់ពេលយប់ឡើងទៅម៉ោង 2:10 ទៅប៉ារបស់គាត់ចាប់ផ្ដើមធ្វើទុកហើយប៉ាគាត់ឈឺដូចចង់ដង្ហើមចង្រិតអីហ្នឹងបងហើយគាត់ថានៅកន្លែងគៀនពួកអ៊ុយគាត់ឃើញសំងមនុស្សពីរនាក់មកនៅនឹងយកមកហើយរបៀបថាដូចគាត់ថាប្រទៀងបតុងគ្នាដូចក្នុងរឿងចង់ថាគេព្យាយាមធ្វើឲ្យប៉ាគាត់ហ្នឹងឲ្យអស់ដង្ហើមតែគាត់ឲ្យគាត់ព្យាយាមដាស់ប៉ាគាត់បញ្ញាប៉ាគាត់ទៅមិនមកយប់ហ្នឹងឲ្យប៉ាគាត់នៅតែប៉ាគាត់បាត់ភ្នែកឬក៏អីចឹងណាអញ្ចឹងដល់ពេលបន្តផុតពីមួយយប់ហ្នឹងទៅក៏ពូហ្នឹងនៅរស់ដល់ឥឡូវទៅអាហ្នឹងរឿងដែលតាក់ទងមួយយមរាជខ្ញុំចង់ដឹងទៀតថាមានអ្នកដែលជួបជាមួយនឹងយមរាជយមបាលហ្នឹងមែនព្រោះលឺចាស់គេនិយាយគេថាគេធ្លាប់ឃើញច្រើនដែរណាប៉ុន្តែវារៀងតិចណានៅមានកម្រិតតែអារបៀបស្មោលកលិះភ្នែកឃើញអីអាហ្នឹងវាច្រើនហើយព្រោះនេះគឺយើងដឹងលឺតិចមែនតែសម្រាប់កម្មវិធីយើងបង្កើតមកទៅម្នាក់លើកយកមកនិយាយរឿងយមរាជបាទដោយសារតែវាទៅបើថាឲ្យខ្លាចវាមិនខ្លាចទេណាវាមិនខ្លាចណាប៉ុន្តែបើនិយាយពីវាចង់ចម្លែកហ្នឹងហើយវាចម្លែកព្រោះដំបូងស្ដាប់មកវាមិនជឿដែរប៉ុន្តែដោយសារតែធម្មតាបងគាត់មនុស្សចាស់ហើយគាត់អ្នករកស៊ីអីគាត់មានពេលណាមកកុហកយើងណាមកអង្គុយ voice មកបណ្ឌិតរឿងមកបោកយើងហើយសំខាន់អា voice ដែលគាត់និយាយមកហ្នឹងគាត់អារម្មណ៍យើងដឹងអារម្មណ៍មនុស្សដែលជួបពិតយកហ្មងគាត់មានប្រាប់ថាហេតុការណ៍ហ្នឹងនៅម្លងពេលណាគាត់អត់បានប្រាប់ដែរបងថាវាកាត់ឡើងនៅម្លងពេលណាគាត់ដឹងថាពេលហ្នឹងអ៊ីហ្នឹងគឺគាត់មានផ្ទៃពោះឲ្យដែរអញ្ចឹងណាអាណាស្អីរឿងដំបូងតែអត់តដឹងអត់បានសួរបញ្ជាក់ពេលវេលាគាត់ពេលណាអត់បានបញ្ជាក់អីទៅគឺគាត់គ្រាន់តែគាត់ផ្ញើ voice មកខ្ញុំចារឿងជួបមួយមិត្តភក្តិមិញនេះហ៎អាហ្នឹងសង្សាររបស់គាត់សង្សាររបស់ខ្ញុំហ្នឹងគាត់អ្នកប្រាប់បន្តអាហ្នឹងពេលយប់បងពាក់កណ្ដាលយប់ហ្នឹងហើយតែអាចមាន detail អីចឹងហ្នឹងហើយឬក៏ខ្លីៗលក្ខណៈថាប៉ារបស់គាត់ហ្នឹងឈឺរ៉ាំរ៉ៃមកពីយូរហើយលក្ខណៈអញ្ចឹងហើយដល់ពេលដល់ថ្ងៃមួយហ្នឹងក្នុងចំណោមកូនហ្នឹងដូចជាគាត់មានផ្លូវក្នុងអីគេប្រាប់អញ្ចឹងថាយប់ហ្នឹងបើសិនជាកូនគាត់ទាំងអស់គ្នាហ្នឹងគាត់ការពារឪពុករបស់គាត់ឬមួយក៏ព្យាយាមប្រទីងបតុងជាមួយគេនឹងបានឪរបស់គាត់ហ្នឹងនៅរស់ហើយតែបើយប់ហ្នឹងធ្វើអត់បានទេគឺប៉ារបស់គាត់ហ្នឹងគេយកទៅនឹងយប់ហ្នឹងយកមកដូចអញ្ចឹងដែលដូចក្នុងរឿងហ្នឹងបងយល់ហើយអូខេហើយសម្រាប់រឿងបន្ទាប់វិញសម្រាប់រឿងមួយទៀតគឺតាក់ទងជាមួយនឹងខ្មោចទាលុយហ្នឹងហើយរឿងខ្មោចទាលុយហ្នឹងគឺវាទៅតែកើតឡើងប្រហែលជាប្រហែលខែនេះមុនដែរទេដូចជាលំបាកខែបើមិនខែ8ខែ10ហ្មងវាពួកខ្ញុំទៅដកស្រង់ចេញពីអេពីសូតមុនរបស់ខ្ញុំដែរហើយគ្រាន់តែរឿងហ្នឹងវាមាននេះពេកវាស្ដែងពេកមិនដែរចង់ថាចេះមានពីរអ្នកប្តីប្រពន្ធហ្នឹងដែលគាត់ជាម្ចាស់សាច់រឿងគាត់ផ្ញើមកខ្ញុំហ្នឹងគាត់រស់ស៊ីចង់ការប្រាក់វាថាអ្នកចិត្តខាងរបស់គាត់ណាគេត្រូវការលុយត្រូវការអីចឹងមកខ្ចីហើយក្នុងចំណោមហ្នឹងមានអ៊ីម្នាក់ហ្នឹងគាត់មកខ្ចីលុយគាត់ដែរហើយអ៊ីហ្នឹងវាថាគាត់រៀងពិបាកបងគាត់ទៅពាក់គេជុំទឹះហើយគេមានអ្នកខ្លះមកជេរបន្តិចគាត់នៅមុខផ្ទះជេរចង់ថាអាក្រក់អីចឹងដាក់គាត់ហ្នឹងបាទដាក់ទលាចឹងមកសងលុយគាត់មកទាលុយគាត់មានលុយសងអីចឹងណាហើយបានមានថ្ងៃមួយហ្នឹងម៉ោងប្រហែលជា2ទៅ3យប់គាត់កំពុងតែគេងលក់ហ្នឹងក៏សលេងទូរស័ព្ទរបស់គាត់ហ្នឹងរោហ្នឹងទៅគាត់ពីអ្នកប្តីប្រពន្ធហ្នឹងក៏ភ្ញាក់ទាំងពីរអញ្ចឹងណាហើយបានគាត់លើកលេខមកគាត់មើលទូរស័ព្ទគាត់ឃើញលេខ E1 ដែលថាទៅពាក់លុយគាត់ហ្នឹងតែមកទាំងយប់បន្ទាប់មកបងមួយស្រីប្រពន្ធហ្នឹងគាត់បានលើកលេខទូរស័ព្ទហ្នឹងឥឡូវអ៊ីមានកាយមែនអ៊ីតែមកទាំងយប់គាត់ថា
trong này y nó ăn miếng gì y đặt thôi lại thôi đi không nói con vậy thôi đi mình nữ dương sao bạn thòm đa vô mà ta ôn đánh trăm cho mong khóm tính mong màu vô lôi khai ca phẹ tí nhẹ của minh thời mà ngay tiếp minh thời ta đa lên cho xem việc trắng minh nhật ban ban nơi y khai khu ngay ở này như trắng á rồi thấy bon sợi mới nắng thầm ở đấy y chụp ấy hay là môi nhom cung ta kiên ná trong y ở đấy chầm mơ chầm y anh mau vì đa lên vinh của bạn ấy chầm vô mạo nhom sẽ ta trong này y nó nơi ta chi diêm thương mạch ơi cho mà ở đây ngoại trong tính mong ấy thế y không mà đo một tê hay chứ á bạn có ta còn đây còn cho tôi vô lôi y nó tính chắc còn vô lôi phải liên mong dục cho nó hay bạn ở đây bà con nó lưu một con vậy xong thì nó thấy có quật cho tôi vô lôi bị này chẳng pe ở đây có cho vì lừa cam trả đá nó lúc này không té con nó mà con đau mà đau cả lại chuyện té con lưu xử lý sẽ tha cùng đập cái con lưu xử lý sẽ tha công quật điệp quật chót cái kia mấy quật nhầm khăn ngã bà ta công quật điệp tha quật gà cha bà làm chấn quật đau tại bạc phía tiệt quật đau tại bạc phía tiệt mà đó nó mau hình cho hai mong cùng tư lưu sẽ trong vô mong hay bong nó quật lưu trong hay quật khơi y đang là một quật bạc phía trên cho thòm mà nè quật thao quật bạc phía trên tư group quật thao bà già cao chọc phong tịch chuyện sớm vô mong đà trong nhà việc chạy không thòm đá mong áo quật phừ bỏ khăn vô mỏ đấy quật đau tư chất là bong nè quật khơi y nó cho mà quật thòm đá chứ đấy quật thắm y anh trong hơi lôi nhau mó y là phòng hơi lôi ỏi y nó trong này có chạm mà nó côm mấy thơm mấy chi diêm ỏi vẹn ở đây nó bạc phía ai quật đau trên thì vô lôi người anh đá trên mà khéo mà vô lôi máu tấm y anh còn hết tam là bóng nó mắc có ba đấy bên đây y thì y nó thằng chân mà kéo tính mắc chả sao tính mắc mình ấy thế y ở trong chụp mà anh tích biệt chứ hẹp pu nó còn cho mà chụp ấy từng cái đá chụp hay miên ca ấy vậy hay nam môi mỏng pi mỏng bay cái vùng đê thấy xong khác bóng pi mỏng bay nó việc thử vô lôi mà xong bóng việc xong hai xong hot tôi mình chỉ không nói với ai sao tập phim ba này có đập phê con cái chân người ta ở lấy bác thế y anh tục sân á con yếm mẹ đóng hả sủi tay chứ con mình khai máu ba con mà lấy anh tục sân nó trăm pi anh mau màn ngay khỏi tiếng nó trăm anh dùng mà xong trong các bạn này là dùng lang từ kia con này linh cho người ta y nó sấy ở đây cho người ta quật sấy mẹ ở khăn bảo khăn ở đây cho anh màu lươn đó cho người ta y dạ bẹ nó nghiện tới slot khi y nó slot con ăn món thì quật đào mà khỏi bằng quật đào à thưa phải nhặt bộ mà teo với nhé quật đào từ ban buôn thảm thiên bộ mà khỏi y nó lang phật bị đây mà lang phật bị đây mà chiêng cả mày đó lang lòng stui cho hay âm chương miền thầm chụp cùng này hay cái chọ đây bởi y nó lòng về nhỉ hay tôi đã không gửi các bạn nhưng thưa chắc là bảo màu hề chắc là tả đấy con thao con khơi như bay của trội lòng với hay mục ư nó lòng ở lui bao cho nên vì ở lui sọt hay miếng chiêm lòng đó mà quẹt vào đây con nó hột lang lượt lang từ lượt một tụt nó sừng ngắm đây vô mà ắt đẹp pôn này phổ quật khai đập bây sai phật lớn bong nó quật người bị đây thò mà ná chắc á đập bây quật cho tao cốm quật khơi một pôn quật nó pôn tao cho gì chỉ mùi mạc bảo kia bây giờ thầy mày không mày bảo con đó đó hay quật từ lốp sẽ đắp quật lưu một pôn quật nó gì à cả bị dục mình nó thà mình phẹp mày quật để cho nó sẽ thấy bàn ở đây xua tầm pôn hạ chứ dùng mấy nhà này khơi nhỉ đập bây pôn quật thà dùng mấy khơi đã trong này để quật trong từ vô lối nó pôn quật ban đằng non mưa bị lơ mà quật khơi ở đây bà con nó cho gì này hai lang về cho quật mệt hiện hai bọn quật việc nâng hiện để tháp tục nó bị ngay bị thử ba ui sợi hai lang mà lừa cái việc hiện gì đây nhá con hiện khai cho con khơi còn ai một sao là gì trong lang của bên nhầm phép đó đập bây con khơi đây quật lang hột mọt đây phím quật hiện mọt này quật lằng scat chìm nhiều mỏng đấy bạn phụ quật chập đào nó mình cho chồng chẳng dùng mấy những môi y nó này kia chứ cho bạn vào đây bảo quật nó phép từ bộ này tôi tham dùng mấy những quật khơi y nó mệt phép từ mai không mày quật đây chứ thấy bạn phụ quật nó à lử tê từ giờ bạn nó mỏi chẳng chăng đằng tê từ giờ bạn nó quật còn do tôi sao mà té sẽ ta lấy các ví dụ mình nhá admin khơi history nó không năng bà cho history nó không năng khơi lấy nó này phụ quật cho đám cho hay lấy dụ mấy những ta ba đấy bật tay mà dùng mấy mỏng pi mỏng bay này cho bạn mặt tê nhảy con lươn con gì lần chiêng mình là ti chiêng này còn tha con lươn giấy con thằng bật nào đó thấy bạn quật cho tít tê nó mình lố mình xúa ý ba con tê lấy nè lấy con sale bà lấy con sale thòng ná nó mình ta lố ý nó này dùng mấy gì anh mà son lưới nhóm mày đó thấy bạn lưu xử lý nè xe nghiêng vậy ôi bọn ơi mạng bọn nhóm còn slap đây còn slap tăng dụng mấy nhá con trang về đông slap dụng mình chẳng hạn đợt pe xua tha ấy mạng đấy slap mong mà mạng nhóm slap mong phải chỉ pin đập chiếng giống bên đây tha cầm lóng pe để chụp bạn nó y mẹ môi này còn slap mong pin đập chiếng nó còn slap phím mong phải chỉ pi bằng bấy quật tranh lon phím vô
តែអាចទៅរួចដែរនៅតែស្លាប់ចាញ់ឡងឬក៏គាត់អត់ដឹងថាគាត់ខ្ញុំបានស្លាប់ហើយបាទខ្ញុំកំពុងស្គាល់ថងហ្នឹងដែរតែបើអត់ដឹងបានស្លាប់ហើយអត់មានត្រូវចេញការដូចជាចេះហោះឬក៏បាទអាក្រក់ដើម្បីឡងគេបាទហើយខ្ញុំឆ្ងល់ដែរហើយពីអ្នកប្រតិពន្ធក៏បានប្រាប់ទៀតថាគាត់អត់ដែរទៅមានបញ្ហាជាមួយអ៊ីហ្នឹងហើយស្វ័យតែអ៊ីហ្នឹងចម្ពាក់លុយគាត់មែនគាត់អត់ដែរទៅជេរបន្តិចឬមួយក៏ថាឲ្យអ៊ីហ្នឹងនៅមកគេខ្មាស់គេគាត់ថាអ៊ីហ្នឹងពីថាគាត់រាប់អានអញ្ចឹងណាគាត់ថាមានលុយសងពេលណាក៏សងដែរណាគាត់អត់មានបាទគាត់អត់មានទៅជំរិតទេដោយសារជីវភាពគាត់គួរសមដែរពួកគាត់អ្នកចងការប្រាក់អញ្ចឹងណាបាទដល់ហើយបានពួកគាត់ពីអ្នកប្រតិពន្ធនាំគ្នាទៅស្រោចទឹកស្រោចអីបានលេងសើខ្លាំងតែលេងអីតាំងពីហ្នឹងអត់មានអីកាត់អត់មានអីកាត់តែវាដូចរបៀបដូចក្នុងរឿងពេកយល់អត់វាហៅពេកណាដូចក្នុងរឿងខ្ញុំគាត់ផ្ញើខ្ញុំសឹងតែមិនជឿដែរតែបើគេនិយាយថាលើតែមាន check profile គាត់អត់មើលមកគាត់អ្នកគ្រាន់មកមែនអត់បាទចាំថាគេភាគរយគេជាអ្នកចងការប្រាក់ភាគរយច្រើនបាទភាគរយច្រើនបាទភាគរយច្រើនមានថាគាត់មើលមកមិនអីអ្នកមានអីណាគាត់ថារបៀបនឹងតាមខេត្តដែរបងជីវភាពគាត់ប៉ុណ្ណឹងគឺមានអីបាទចាំថាធម្មតាយើងនិយាយថាអ្នកមានដល់យើងមិនបាច់និយាយខេត្តពេញអីបើគេអ្នកមានប៉ុណ្ណឹងគេអត់ត្រូវចំណាយពេលមកកុហកយើងហ្នឹងហ្នឹងហើយរឿងហ្នឹងបើវាអត់សឹងគួរឲ្យជឿយល់អត់ណាទៅខ្មោចឡងបាន4ម៉ោងចេញឡងបាទហើយសំខាន់គាត់សាច់រឿងរបស់គាត់ដែលថាផ្ញើមកហ្នឹងវាមានចង់ថាគាត់អត់មានអីអំណះអំណាងទេគាត់ថាស្ដាប់មកវានេះបងវាញាក់សាច់មកបាទវាពោលខ្លាចអញ្ចឹងអ្នកនរគ្នាយល់មិនដែរសម្រាប់សាច់រឿងអានេះទី3ដែរបាទអ្នកនរគ្នាយល់មិនដែរសម្រាប់សាច់រឿងទី3នេះអ្នកនរគ្នាអាចបញ្ចេញមតិយោបល់ខាងក្រោមបានឥឡូវយើងចូលដល់សាច់រឿងទី4របស់រ៉ុននេះទៅសាច់រឿងដែលខ្ញុំយកមកនិយាយនេះគឺសិតសឹងតែជាសាច់រឿងដែលប្រិយមិត្តរបស់ខ្ញុំដែលគាត់អាងថាគាត់បានជួបផ្ទាល់ទេខ្ញុំមិនមែនជាសាច់រឿងដែលខ្ញុំជួបផ្ទាល់ទេថាចូលយើងណាមនុស្សដែលខ្មោចលងរហូតយើងនឹងធ្លាប់ជួបនឹងច្រើនពីរដងហើយក៏ខ្ញុំមិនជួបអីស្រស់ៗអីដែរចឹងអញ្ចឹងអូខេអញ្ចឹងយើងចូលមកដល់សាច់រឿងចុងក្រោយដែលជាសាច់រឿងដែលគួរឲ្យខ្លាចញ៉ាំហ្នឹងដែលខ្ញុំចងចាំជាងគេយកមកដែលរឿងចុងក្រោយហ្នឹងគឺតាក់ទងជាមួយនឹងខ្មោចនៅក្រាស់ឡានមើលមានបងម្នាក់ដែលជាម្ចាស់សាច់រឿងហ្នឹងគាត់ថាមានថ្ងៃមួយគាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់អ្នករៀននៅបឋមអីជុំគ្នាមិត្តភ័ក្តិហ្នឹងគេផឹកស៊ីជុំគ្នាបងប្រហែលជា10 20នាក់អញ្ចឹងណាហើយក្នុងចំណោមហ្នឹងមានបងប្រុសម្នាក់ហ្នឹងដែលជាមិត្តភ័ក្តិគាត់ហ្នឹងបងហ្នឹងអត់ខ្លាចខ្មោចទេគឺអត់ខ្លាចហើយអត់ជឿទៀតហើយរបៀបឌឺចិត្តឌឺប្រមាថអីចឹងណាអញ្ចឹងពួកគាត់នាំគ្នាផឹកស៊ីអីហ្នឹងហើយបងមួយម្ចាស់សាច់រឿងហ្នឹងគាត់អត់ចេះផឹកដូចថាគាត់មិនមែនអ្នកចេះផឹកដូចគេគាត់ថាគេជួល4 10កែវគាត់ជួល1កែវគេ LL អញ្ចឹងណាដល់ហើយគេផឹកស៊ីសង្វឹងអួរមនុស្សហើយអាប៉ែមួយដែលថាអត់ខ្លាចខ្មោចហ្នឹងសង្វឹងខ្លាំងគេយកហ្មងបើកឡាននៅផ្ទះខ្លួនឯងកើតទេអញ្ចឹងមិត្តភក្តិគេផ្សេងគេនាំគ្នាបែកខ្ញែកជើងគ្នាទៅរៀងខ្លួនអញ្ចឹងណាអញ្ចឹងនៅសាលបងហ្នឹងជាមួយនឹងអាប៉ែមួយដែលថាសង្វឹងខ្លាំងហ្នឹងគាត់ថាឥឡូវឯងសង្វឹងខ្លាំងឯងបើកឡានផ្ទះមួយឯងដេកមួយយប់ចាំស្អែកចាំទៅវិញទុកឡានហ្នឹងហើយចាំទៅដេកនៅការ៉ាញវាថាកន្លែងផឹកស៊ីរបស់ពួកគាត់ហ្នឹងពេលពួកគាត់ឲ្យស៊ីឡានអីចឹងហ្មងមិត្តភក្តិរបស់គាត់បើកការ៉ាមួយគាត់បើកការ៉ាមួយដែរវាឆ្ងាយពីគ្នា2គីឡូអីកន្លែងអញ្ចឹងគាត់ដឹកមិត្តភក្តិរបស់គាត់ដែលថាអត់ជឿហ្នឹងទៅដេកនៅការ៉ារបស់គាត់អញ្ចឹងគាត់ចេញពីហ្នឹងទៅដល់ការ៉ារបស់គាត់ហ្នឹងប្រហែលជាប្រហែលនាទីដល់ពេលទៅដល់កន្លែងការ៉ារបស់គាត់ហ្នឹងនៅក្នុងការ៉ាហ្នឹងមានចង់ថាមានកូនចៅរបស់គាត់គេដេកយាមពួកគាត់ដេកយាមដេកអីនៅនឹងដែរអញ្ចឹងណាគេអ្នកមើលការ៉ាមើលអីអញ្ចឹងទៅហើយចង់ថាបងមួយអ្នកដែលថាផ្ញើសាច់រឿងមកហ្នឹងការ៉ារបស់គាត់ហ្នឹងមិនមែនថាការ៉ាជួសជុលរថយន្តអីសុទ្ធមកថាការ៉ាសម្រាប់ចង់ថាជួសជុលរថយន្តដែរតែសម្រាប់ខ្លួនឯងចង់ថាគាត់រកស៊ីលក់ឡានអញ្ចឹងអាឡានគាត់ដឹកពីកុងតឺន័រមកពីស្រុកក្រៅអញ្ចឹងគាត់មានការ៉ាផ្ទាល់ខ្លួនមកសម្រាប់គាត់ជួសជុលហើយគាត់វាយចេញលក់យកមកហ្នឹងហើយវាអញ្ចឹងហ្មងហើយអញ្ចឹងគាត់ថាកំឡុងពេលហ្នឹងគឺគាត់បានយកឡានមកដូចជា8កុងតឺន័រហើយក្នុងហ្នឹងគឺគាត់ចង់ថាគាត់គាស់បានទាំងអស់ហើយតែមាន2កុងតឺន័រតែថាអត់ទាន់បានយកចេញមកជួសជុលទេហើយ6ទៀតគឺបានយកមកជួសជុលហើយគេបានវាយចេញអស់ហើយវាថាដោយសារវាត្រូវបន្តិចវាត្រូវជួសជុលតិចអញ្ចឹងណាខ្លះខូចតិចទៅធ្វើវាយចេញលឿនបាទអញ្ចឹងងាយពួកគាត់ឆាប់បានលុយតែនៅសល់តែ2កុងតឺន័រមួយទៀតហើយកុងតឺន័រមួយទៀតហ្នឹងវាអត់មានរឿងអីកើតឡើងតែមានកុងតឺន័រមួយហ្នឹងដែលថាចង់និយាយថាវាមានឡានដែលគ្រោះថ្នាក់ចរាចរណ៍ដែលថាយើងត្រូវខ្លាំងហ៎បងហើយឃើញមានឈាមមានអីនៅក្នុងហ្នឹងទៀតហើយឥឡូវយើងចូលមកដល់ហេតុការណ៍របស់គាត់នេះវិញអញ្ចឹងពេលហ្នឹងមិត្តភក្តិរបស់គាត់មួយគាត់ហ្នឹងបានទៅដល់ការ៉ាស់ហ្នឹងហើយអញ្ចឹងពួកគាត់ចូលទៅគេងហ្នឹងគឺគេងមួយកូនចៅមួយគាត់គ្នាគេមានក្រែមួយគេងមួយបាទដោយសារពួកគាត់ស្រវឹងហើយណាមួយពួកគាត់ប្រុសដែរអញ្ចឹងណាអញ្ចឹងពួកគាត់ក៏បានទៅគេងជុំគ្នាអញ្ចឹងទៅហើយមិត្តភក្តិរបស់គាត់ដែលថាអត់ខ្លាចខ្មោចហ្នឹងគាត់ឈឺនោមគាត់ដើរចេញពីកន្លែងដេកហ្នឹងដើរទៅហួសបាទអត់ដើរទៅទឹកបងដើរទៅកន្លែងកុងតឺន័រមួយដែលថាទុកចោលហ្នឹងតែថាគេចង់ថាគេគាស់បើកមើលហើយកោះបើកអាទ្វារកុងតឺន័របានប្រហែលជា1ម៉ែត្រ1ប្រឡាស់ខ្លួនម្នាក់2នាក់ចូលបានណាហ្នឹងហើយបងហើយគាត់ដើរទៅនោមនៅមុខកុងតឺន័រហ្នឹងមានចិត្តមុខកុងតឺន័រស្រាប់តែគាត់នោមគាត់លឺសលេងចេញពីក្នុងឡានហ្នឹងហាឡានក្នុងកុងតឺន័រគាត់ហើយគាត់ស្វឹងខ្លាំងបងគាត់មិននោមគាត់មិនហ្នឹងគាត់លឺដឹកស្រាប់តែមកស្ទុះគាត់ងាកមើលឆ្វេងស្ដាំហ្នឹងហើយ
អត់មានឃើញអីស្រាប់គាត់នោមតទៀតលេងលុបផាំងគូនៅគាត់វាឡើងពុបលេងគាត់ងាកទៅមើលក្នុងអាកុងតឺនហ្នឹងគាត់ឃើញមានខ្មោច2នាក់នៅហ្នឹងយកមកមានអាខ្មោចប្រុសមួយហ្នឹងគឺភ្នែករបស់វាមួយជាហៀងហ្នឹងទ្រូងចូលអត់មានគ្រាប់ភ្នែកតែអាមួយជាហៀងនេះគ្រាប់ភ្នែករបស់វាហ្នឹងធ្លាក់ឡើងមកដល់ទ្រូងនេះដូចមានតសៃមួយបតោងអញ្ចឹងហើយវាប្រឹងយកដៃដល់មកកញ្ចក់ឡាននឹងព្យាយាមចាញ់បាទព្យាយាមចាញ់អញ្ចឹងណាស្រាប់តែហើយគាត់ក៏លេចមើលទៅម្នាក់មួយទៀតខ្មោចម្នាក់ស្រីហ្នឹងដាច់ខ្លួនជាពីរយកមកវាចង់និយាយថាខ្ញុំអត់ដឹងថាគាត់មើលឃើញកន្លែងណាទៅដឹងតែក្នុងកុងតឺន័រហ្នឹងគាត់ឃើញម្នាក់ស្រីហ្នឹងដាច់ខ្លួនជាពីរអញ្ចឹងហើយអាវាអាខ្លួនអាជើងវាអ្នកខាងក្រោមហ្នឹងកំពុងរៀបដើរចេញពីកុងតឺន័រហ្នឹងមកបងតែខ្លួនវាហ្នឹងកំពុងតែរៀបវាចុះពីឡានអូដូចស៊ូប៊ីបាទដូចស៊ូប៊ីតែវាអត់វាមកគាត់ទេគាត់វាអាវាប្រឡាក់វាធ្វើព្យាយាមប្រឡាក់ឲ្យគាត់ខ្លាចខ្លាំងយកហ្មងមានតែបងអាប៉ែមួយដែលថាគាត់អត់ខ្លាចអូសូមអធិស្ឋានបងច្រឡំគាត់ហៅគាត់អាហ្នឹងណាបងមួយហ្នឹងគឺគាត់ឈរចង់ថាអាវាកៀងបងអាចយំក៏អត់ចេញកៀងជើងគាត់ចង់យំតិចចង់ស្រែកតិចគឺនៅហ្នឹងយកគាត់នៅឈរមើលខ្មោចហ្នឹងឡើងមកស្ទុះធំអញ្ចឹងណាបានមកស្ទុះមានកូនចៅបើគាត់ដែលថាគេយាមហ្នឹងដែរគេដើរចេញមករៀបនោមនៅមុខគេដើរត្រង់កុងតឺន័រហ្នឹងគេដើរចេញមកត្រឹមមុខផ្ទះ2-3ម៉ែត្រគេដើរមនុស្សគឺអាប៉ែហ្នឹងឈរអាវាឈរឆ្កឹងឲ្យធ្វើដូចញ័រទៅសួរចុងហេបងនៅក្រៅបងបាយធ្វើអីហ្នឹងបងដល់ពេលស្រែកអាប៉ែហ្នឹងអត់មកស្រែកទៅភ្ញាក់ទៅដល់មិត្តភក្តិរបស់គាត់ភ្ញាក់ដល់មិត្តភក្តិរបស់គាត់បានមិត្តភក្តិរបស់គាត់ហ្នឹងងើបទៅដើរចេញមកមើលឃើញមិត្តភក្តិរបស់គាត់អ្នកទៀតកំពុងឈរឆ្កឹងមកកុងតឺន័រហ្នឹងគាត់ដើរទៅដល់ពុកឃើញមិត្តភក្តិរបស់គាត់ហ្នឹងចង់ថាកំពុងតែយំមកបងយំមើលអាខ្មោចហ្នឹងហើយគាត់ប្រាំងយកមកតមិត្តភក្តិរបស់គាត់ហ្នឹងផ្ទះប្រហែលដៃហ្នឹងទៅបានរៀងស្វាយបាទភ្ញាក់វិញឲ្យគាត់យំយកមកគាត់យំឲ្យមិត្តភក្តិរបស់គាត់ចាប់គ្រាយកមកដេកនៅក្នុងបន្ទប់បន្ទប់គាត់ដេកជុំគ្នាវិញហ្នឹងហើយបងមួយថាអត់ខ្លាចខ្មោចហ្នឹងគឺយំលំប៉ាហ្នឹងពេញហ្នឹងយកមកទាទៅផ្ទះដោយកូនក្មេងហ្នឹងគាត់ថាទាយំម៉ែជួនអញទៅផ្ទះតិចមកជួនអញទៅផ្ទះតិចមកទាំងយប់ហ្នឹងគាត់ថាឥឡូវសង្ងំដេកពេលខ្លះយើងមិនបាក់នឹងជឿដែរដោយសារគាត់ស្វឹងដែរបាទដល់ហើយក៏ពួកគាត់ទាំងបុគ្គលិករបស់គាត់ហ្នឹងទាំងគាត់ហ្នឹងព្យាយាមលួងមិត្តភក្តិរបស់គាត់ឥឡូវគេខ្ញុំអត់អីទេចង់ថាបុគ្គលិកគាត់ព្យាយាមឥឡូវគេចឹងទៅហើយឥឡូវសូត្រធរនៅមោទស័ក3ដងអីទៅស្ពះខ្លាយបែអីលេងឃើញអីហ្នឹងមិត្តភក្តិគាត់ដេកយំបណ្ដោយបានមិត្តភក្តិគាត់ដេកលក់បានទៅបានមិត្តភក្តិគាត់ដេកលក់ប្រហែលជាកន្លះម៉ោងបងហ្នឹងគាត់និយាយថាអាសាបអសល់ក្នុងចិត្តបងគាត់ជួយវាស្វឹងឬក៏វាឃើញមែនធម្មតានៅក្នុងការ៉ាស់របស់គាត់អញ្ចឹងបងគាត់អានេះវាឃើញមែនតែមិត្តភក្តិរបស់គាត់នឹងយំដូចកូនក្មេងហ្មងយំដូចអាយំមនីលដីអាខ្លាចមែនតើយកហ្មងតែវាយំមែនតើមិនមែនយំអារបៀបនេះណាគាត់ថាអញ្ចឹងដល់គាត់អត់ចិត្តគាត់ស្ទុះគាត់ងើបចេញគាត់ដើរគាត់គិតក្នុងចិត្តថាអត់ទេដើរទៅមើលកន្លែងហ្នឹងថាហ្នឹងវាមានមែនអត់គាត់ដើរចេញពីផ្ទះហ្នឹងភ្លាមបានប្រហែលជា 4-5 ម៉ែត្រខ្យល់ត្រជាក់ហ្នឹងបក់មកម៉ាំងក្រោយខ្នងគាត់គាត់ចាប់ផ្ដើមសៀវហើយគាត់ដើរបាន1ម៉ែត្រ2ម៉ែត្រទៀតក្លិនបុកមកបណ្ដោយគាត់ថាក្លិនគាត់បុកចូលច្រមុះគាត់ម៉ាំងគាត់ឡើងចង់អោចេញវិញគាត់ឡើងចង់ក្អួតឡើងយើងចង់អាមកចឹងមកភ្លាមហ្មងគាត់ថាស្អុយដូចកដោងាប់ឲ្យយកមកឲ្យខ្ទប់ច្រមុះយើងហាត់ចឹងគាត់ថាច្រមុះពេញបាទគាត់ថាស្អុយដូចគម្រងថាគាត់ឆ្ងល់មុនហ្នឹងចេញមកអត់មានធំផ្លិនទេណាគាត់ថាសង្ស័យតែមែនណាចង់ថាខ្មោចលងមែនណាអញ្ចឹងក៏គាត់អត់ទាន់ច្បាស់ហ្មងដែរគាត់គាត់ក្លិនហ្នឹងជាប់ច្រមុះអញ្ចឹងក៏គាត់ដើរទៅដល់កន្លែងចិត្តដល់គាត់អត់ហ៊ានដើរទៅអាចិត្តហ្នឹងពេកគាត់ដើរទៅត្រឹម4-5-6 ម៉ែត្រមុនទៅដល់អាកុងតឺន័រហ្នឹងគាត់ថាគាត់ឃើញដូចគ្នាបែបដាក់ជាមួយមិត្តភក្តិរបស់គាត់ហ្នឹងគឺឃើញខ្មោច2នាក់នៅហ្នឹងដូចគ្នាហើយវាប្រឡាចព្យាយាមប្រឡាចគាត់រូបភាពដូចគ្នាដូចមិត្តភក្តិរបស់គាត់ហ្នឹងគឺអាខាងប្រុសហ្នឹងភ្នែកវាធ្លាក់មកអញ្ចឹងហើយវាធ្វើយោគឲ្យអាភ្នែកវាហ្នឹងយកអញ្ចឹងហើយខ្មោចស្រីហ្នឹងដែលថាដាច់ខ្លួនជាពីរហ្នឹងមាននៅវាអញ្ចឹងណាស្រាប់តែគាត់ឃើញហើយគាត់វាថាបងដូចគាត់នៅតែមិនជឿភ្នែកគាត់ទេបងឯងយល់វាថាគាត់ខ្មោចមែនវាថាចង់ជឿបន្តិចអីបន្តិចនៅនឹងភ្នែកហើយអញ្ចឹងណាស្រាប់តែគាត់ក៏លេចទៅនៅខាងជាហៀងឡានមួយទៀតពុបគាត់ឃើញ3នាក់ទៀតនៅនឹងយកហ្មងជាងឡានហ្មងចង់និយាយថាគាត់ឃើញខ្មោចឡានហ្នឹងឡានហ្នឹងគាត់ឃើញខ្មោចហ្នឹងក្នុងនឹងពីរហើយនៅគៀនហ្នឹងនៅជាប់អាកុងតឺន័រហ្នឹងបងគាត់ឃើញក្រៅកុងតឺន័រតែនៅជាប់វាថាកុងតឺន័រហ្នឹងខ្មោចហ្នឹងនៅនឹងដែរយកហ្មងគាត់ថាវាគាត់ថាវាមិនមែននៅក្នុងហ្នឹងថាវានៅនឹងយកហ្មងវាឈរក្នុងក្បែរហ្នឹងហើយមាន3នាក់មានយាយចាស់មួយហើយជាមួយនឹងកូនក្មេង2នាក់នៅក្រៅហើយយាយចាស់ហ្នឹងគ្រាន់តែគាត់ងាកទៅពុបយកដៃប្រវល់ក្បាលកខ្លួនឯងបាទដូចដោះអំពូលហ្នឹងហ្មងចង់ថាដូចយើងដោះអំពូលម៉ែអញ្ចឹងប្រវល់ឡើង2-3ជុំហើយហត់យកមកឲ្យគាត់ចឹងយកហ្មងហើយគាត់រត់អត់រួចវាថាគាត់ទៅឈរមើលហ្នឹងមិនចឹងខ្ញុំអត់ដឹងគាត់ទៅឈរកាំងហ្នឹងហើយបានគាត់ឃើញអា2នាក់ទៀតកូនក្មេងប្រុសហ្នឹងភ្នែកវាគាត់ថាដូចអំពូលប្រមាន់យកធំចឹងហ្មងហើយអណ្ដាតរបស់វាស្តានឹងដីហ្នឹងហើយបានវាថាគាត់ដល់ពេលគាត់ប្រាំងមកស្ទុះទៅបានអារម្មណ៍ខ្លាច
จับประดาม เมียน ดังไงโยเลยโอ้ขโมยลงไปmuốn nó dưng phật dưng phèn dưng phay phong hay phong đâu bây giờ mau mà đó này dưng đóng chui khói lông mà thế này có chọc đâm có thẻ ấy có hột tranh biển lại một con tờ nữa màu chọc đâm lại một con bính con lư xử lý nhờ hột đánh tam bị khỏi có con nghĩa ta khỏi bốc có tha khơi mình khói mình thế nào thằng mày là khói thẻ mày mình là khói có thà đang thằng khói trong mau Việt Nam thế đặt cái ba lấy ăn miếng đầy mình chỉ hiền miếng tại đây miếng tại khluôn hay đầy mình chỉ hiền này hay hột mau vậy hột mau làm chất đau có đâu bằng hột do đầy mà chất đau có đấy cả đấy đó là cái này nhưng mà đang thở bị cua chưa đi còn mà chứ còn tha có tha có khai biết mọi virus chất đau có đang thở thơm mà chứ còn nhiều khỏi có họ thẹn mọi đục có tha thẹn mà chướng thử vô mà tha mà chúng mọi đua chuyện là đang vô màให้bạn còn hột trâu đây nó không tục đây bảo con chung nhiều với nhưng mà pi nè nó chỉ đây lộ ba lần có ta có đây cửa lốm phui chắc vì ngày đang tới đang phèm ngày khỏi còn đây chư làm phèm ngày trong semaine mất phèm của mình hay to máu ai phật láng nữa bàn có biệt thay tầm mọi lông hai điểm có tê tới con trai bảo con mẹ này kia chay phạt lê chay rồi với chúng ta lo ổn thì thay chui chay mới là lan pru xôn bốn đi muối mà tụi mình lông bong mùi mất phèm bong thư lằng xong một cái chứ nè hay bàn mà stút cái tê mà với nhá này cái thằng ôi mẹ ơi lan nó cao nơi ăn mà đấy cho khu trả cho mà slap mà khu xa cho mà lan nó slap nó buôn phèm nè nó không vô mà chẳngประมาณขโมยประมาณเนี่ยแต่ทางสลับตรงร้านนั่นคือมาขู่ทรายแต่ทางสลับมาปีแขวนั่งยอมปีเตะเกียร์trongทางร้านนั่นยังดักนอมโจมาเตะเกียร์จังนั้นให้hướngนั่งการล่างnơiกลุ่มหลงแค่ได้แค่ผมใบnhưng mà vậyแค่ดอกจังเป็นนั่งกดต้มแต่การล่างพาชิมันปีแค่ให้มัดแผลบอกก้อนนั่นบ่กลุ่มหลงเป็นแต่ก้อนยาคือม้ามันแผลบอกก้อนในเวียดนามเลยกระพงตัดเชียร์บาจึงคือต่อปีขโมยโลมบ้าบ่ก็ท่าชูซักเอาปีกระบาโยมบ่บัดท่าแต่ผมก่อนเยแต่ถึงทอมนะยอดเชื้อท่านี้ก็ท่าบัดสัญญาเชื้อก็วิดีโอคอลมันเติมมันแผลก่อนให้กดทอดจอมาเอามือมันแผลก่อนทุสาในเวียดนามนี่สายเป้สายดอทเนี่ยยืมอัดสังกุยชื่อไปด้วยขนมเขืองไปบ้าด้วยขนมเขืองให้ก็ทักเบิกกอดไว้ก็ทักก็ชื่อขนอย่างเงี้ยหลังแถมไงก็ทักแถมไงบันกอดหิงมีหน้ารำเงือบดาตัวนี้ตัวน้องโดยกี่ได้ให้บอกมันแผลบอกกอดนั่นคือบะโยมมองคือคลายคลังโยมจ้องแลนแต่กดบานเต็งมาให้กดเพิ่มไหมนี่ไอ้ดึงยิงโจดาลานดองลานนั่งเป็นตัวปีนั่งให้คือกดมันเธอหมายบอกเต็งมาให้คือกดชัวแต่จังเป็นตัวปีชัวให้มีนปีนี้ประเดี๋ยวปนนะจนเจียดจันนั้นวิจังมันเต็งลานหนึ่งให้เบียดแทนแบบปนบอกก้อนนั้นเบียดก้อนเนี่ยอ๋อซีสมาถอนได้จังนั้นก็ทำใบเต็งลานนั่งเท่ลานนั่งวิอัดออเด้เบียดกดถนัดคลังจังนั้นนะให้ทลบมีนเหมือนสลับนงลานนั่งบุญแถมเนี่ยได้ให้ลานนั่งตึบตะลงประเดี๋ยวงมตีเดี๋ยวถ้าปนก้อนจันนั้นเดี๋ยวแบบปีนี้ประเดี๋ยวปนนะไอ้ปีนี้ประเดี๋ยวปนนะเฮ้ยแต่เชื่อสิขโมยมีนขโมยไปไหนถ้าเลยลานนี่หยิบชามาสะอาดได้รวยก้อนอ่ะให้อีเมื่อไหร่ที่จะลวกนะก็ที่ยืมมาช่องมาโจเธอมาทางbài têเมื่อเซนจะไปก็เนี่ยหอบอันเนี่ยได้จังนั้นนะไอ้บันพี่นักไปพ้นต้องขังกับผมจังนั้นเอาที่โยลานะบีบตะไลบีthu chưa à kịp xìจังนั้นมันก็สมัยจัดยอนหนังจังอันมีจุดมาเรื่องก็พี่นักไปพ้นก้อนนั้นลวกลานนั้นต่อยจันพี่นักไปพ้นนั่นตลอดมาบ้านพายเชียพี่จะตัดcon traiบอกก้อนนั้นบ้านปอนเหมือนมวยแท้พี่นักไปพ้นนั้นคือสลับแต่สร้างคนหนักหนาจอลานนั่งโยมสลับเป็นปีนักนั่งโยมให้บันกอดจมูกนั่งมัดแผลบอกกอดไอ้นั่งเดี๋ยวถ้าจับตังไปนั่งม้อแต่ตรงมวยอ่านล้านนะเดี๋ยวเบียโคตรคลั่งหรือมวยก่อไอ้จังคือกอดเธอไม่ได้รีเสิร์ชเอาชั่วโมงโยมมันกอดโยมมาเทียบแต่ซาแต่กอดคลายมีนหือจังได้เวียปะปอดอนเกย์ได้บ่าเบอร์ยังเบอร์เหม็นเต้นเบอร์ตามเพลิงเงี้ยเวียจะทำไหนเอาไอ้ทรองเบอร์เต้มาบ่านั่นไงแต่ละนี่เวียงยังกลัวมีนจำงอได้บ่าแต่เวลากระทำเบอร์ท่าทรองเบอร์เต้นั่นไงนั่งขโมยหัวเตยมาเหมือนแต่ที่ฟิล์มดาวอย่างร้านนี่ทำเป็นเรื่องของร้านนี่จังนะบ่เวียมาดาวอีกการวิชลองเพลิงแบบไอ้ยังได้โคตรทอมมาได้แต่โดยไอ้จะจู้ยืงหรือมวยก่อสบายชื่อจู้หรือมวยก่อนี่là cáiจู้เข้าช่วยแต่ยังtinh mau màแต่จำเนี่ยสลับเดอเกมเอาไปอันนี้บางกระถางมันนั่นเป็นtinh là baoจะจู้จังแม้แต่เบอร์เนี่ยสลับในขมายดูนี้โอเคกระถางนี้วิชลองประเทศเวียกูแต่เมียนนะประเทศรอนไหนประเทศกันเซ็งประเทศย้อมประเทศกันเซ็งย้อมเวียอัดนี่เอาอะไรแต่เวียได้แต่ดังเบอร์เกย์ใหญ่บ้าอย่างจังให้แต่ยังกระทะเกย์ดอกบางกระดานนั้นปนานนั้นยี่เกย์อัดบ้าเนี่ยเอาที่หมอมเกย์กระมังมาดอกมาก้องแต่เนื้อนั่นก้อนกระมังมาดอกน้องใบก้องแต่เนื้อแฮดพอลไอ้ก้อนมาเลิกมาก็ห่อนั่งให้วิธีจำงอเลยมีนหือมือติดแต่โตมือกระดานในที่นี่อันนี้หยอดอันใหญ่ไว้อันนี้พี่เห็นใครได้อย่าตื้อหือนั่งยมตัวบ้านมาปีโอนใส่เนี่ยไปทางก้อนโคซ่าบอกก้อนนั่งห่อซีแข่งชุดๆด้วยที่นี่ชุดๆหลานลานค่อยๆในที่นี่ก็แทบมีนไงมวยนั่งประเดี๋ยวบอกก้อนนั่งบ้านกัดโยลานมวยเมาเห็นกูแท้
hiện thôn đai chắc nè khơi miền đạp nó chọc chim nó ấy nắng chắc nè xẹp ta ban trong hai do lan nắng mà tục nằng không te nắng trao pi bên ngày vậy cái là toàn ban chu chu lên chắc nè có tham miên ngày muối nắng quật tranh màu khẳng khéo te mà đáy nhá có tham quật khơi miền mình được xây biệt tha đặt cho bà là bỏng quỳ nằng không lan nằng mà đáy do bỏng hay biệt tha khơi mình được xây nằng đặt cho bà thấy không mọi không lan nữa ở việc ba phía hồ hột tranh hồ cọt á việc dương khơi bị chừng ngại nhưng khơi bị chừng ngại không lan trong thấy việc đăng thải dương mưa khơi việc hay á việc ba phía lan tân ba hột trong tháp ba hột trong tháp ba dương khơi phía lan cầm mạc mau chẳng đấy học việc hột tranh máu cọt hột bọ trâu te bên chẳng đấy hay bàn sải lan bàn cọt tập hẹp ở đây cọt ấy thấy bàn ở đây cọt hẹp nhau là nó kia từ là cột lại cho ấy làm cái cọt đồ màu chua chua hướng bọn anh sẽ điện hướng bao Scarlett cọt bán chạy lại nơi ca sẽ dẫn pi toàn lán này bà việc the việc lan nó nãy vậy nè là việc lan sọc kê khôi do máu mà khôi kháng cái tên do máu cạp sạch bởi khôi màu mỏm tên máu chua chua bởi Scarlett vậy ca season pi cứ Scarlett do máu lan cặp sách hay nãy chết khang ấy khơi nhà lán nó kia tục thao nó này tục thao hay được lan miền mặt hồ sa nên là không năng mỏng cứ cái tên máu cặp sách sự điện như này chắc nhưng chưa tham nè đại quạt hồ si cường lan cường ấy bà quạt chưa chụp chờ này bọn mình ở đây phù nên mình phụ quạt pi bảy nè nên quạt khe màu cho tầm mỏm là đậm hay nè chúng ta mình ở đây miền tịch tuê màu la châu lan sọc cặp play nhau đó nè bà hay gì đây này hay men ta đã nấu miên hưởng mọi đại việc hai chương năng tiền còn tham việc với bọc việc về ở đây sao lỡ mẹ đã tâm mang đôi chơi sam sầm ti nó bắt đậm mà hưởng mà về chết bằng cái tao ok tôi này trôn cầm thi tập lưu bè gạo ngặt đấy dừng về vô bà chẳng mong thường này anh thêm tí về hưởng ấy ok chẳng bay play của bạn bạn tam lần ta ok chẳng là nhôm mà xông lơ do cái hưởng đôi chuyện mùi pi tiết là khi nào mày mình vậy hưởng tim đại nhôm do mình vậy mùi nắng cư tại tôi chỉ mùi nắng sẽ cao chia lại một cái lấy đà cái là bảy tha số không màu cho chẳng là bọn nơi không nằm bên dương đà cao chia lại nó mới nắng này cây có squat là để bên miền sạch tật thông mùi chẳng nắng hay hưởng nắng cư tại tôi chỉ mùi nắng xả mùi nắng hay sao nó xả nó sẽ tật năng vô một đà chia sẽ hưởng đà pre mật bao nhóm quạt trong nó chụp hai ca năng to lắm luôn ấy hay mật phèo bà con nó có bán bát băng vật nơi không xả năng đây bà chẳng mới chập năm từ 4 quát hiện thì sao bật thay mau người ta hiện đối hiện ăn lệ bật thay nhau bằng bên là nghề p chụpไปchẳng á hiện là nghề tranh dục vậy nó ngày biểu hiện p chụp năng ấy chẳng phụ quát tặng anh nắng không chả nào tặng anh nắng miên mình nè đại quát biểu thay mau bị khai bị quát từ tả láng mau bị khai đi chẳng hay quát ấp sơi che ăn thì sao ăn lệ đi mua có ấy đôi phụ quát nè nâng pin ấy chẳng này nè bàn riêng này chẳng á chẳng mình nè mua nắng là p đại quát trong này khủ ai quát lang an pi đi mua có an là xó nè là không thằng nắng cái nó mi sai quạt đâu nó mi sai quạt ấy tại mẹ sai chồng o ấy là biểu còn ăn kho tới dương nó mi sai cơ là biểu chắc á tại mẹ nó mi tập pha quạt mẹ côm nó bù ly đấy ba mẹ này còn tham biểu thòng này ăn khó nhưng tu liềm nó dương còn sai thòng tết mẹ nó cứ quạt miên ở ba nhà ha play chật phong ấy phong quạt cật trở nó là bông trắng bờ to pì trắng có tranh lên mang tim muối nắng có mẹ phò nắng quạt trong năm mình cha sai hứa nắng quạt khơi mẹ phò nắng đa cắt một quạt hay đa sầm đá tới xẻ tật mùi nằng chẳng hạn quát phụ quan quay lên khổ kia bên cái tranh lên nha bọn hay quát khơi mình đạp phò để tha từ từ tia sai đứng đa cắt một quát nó đa sầm đá tới khang ăn tật xẻ tật thấy trang là bị bê dục tiệt để quát hiện xóa cho hại bị thắt tư lại đang tẩy từng chút chứ nó phùa những thòng đá bông dương hiện nó sờ lại dương khai vậy đây chứ đó thấy có quát ắt cha bà rậm đây ắt cha bà rậm chẳng phụ quát lang mà lửa hiện thòng đá lang mà lửa hiện thòng đá còn mình đạp phò nó ắt khơi lang mà lửa hiện từ đây còn tái ấy là dòng lấy ta mình đạp phò nắng tu sao mình đạp phò nắng ở vài quán cứ nó tật mình đạp phò nó tật luôn này mong chẳng phụ nó nằm đi cho muối nó tan na bà từng khủ từng ấy nó nằm đi cho plei ở ván đi ta plei viêm đà plei từng tu sập plei từng cả tạp plei nhưng plei từng ao hải đang cả bộ lôi sport to sẽ nó không đang từng ao bị chẳng không hay đó hay có nè nó mới cho nó có ấp chập vào mấy trời nó còn có thể ấp vào hai chia khi mình ca và toàn ấy mấy khi plei ấy chẳng á rồi cái tay bà ở đây trong ngày tham nó tranh bị tê hay bông tranh bị tê hay đau mong tranh bị tê mà máu bị máu bà ăn khơi ở mình đang lang mì mong thì pi trong chẳng khi mà season 2 season tí pi ăn khơi con lang mì này chẳng có khủ bà con nó sẽ mẹ chất tha ở tục ở đây trong trầm ván nắng trầm tục nó khủ trầm mới trầm ai giấy trầm khủ dạo chẳng á chẳng bà con có ăn chọc ở trong trời này chẳng say láng bà con miền vinh thom mà đá sẽ ta mà đẹp họ để tha quật nhà giải hưởng máu nắng đôi chỉ quật khơi mà đẹp họ để tha bắt luôn nữa
đa cắt một quạt tết đa ở biệt tháp đa sầm đại lang một thằng nàoស្មានចូលយ៉ាងណា ហ្នឹងហើយចឹងអាហ្នឹងថ្ងៃទី2ហីគាត់គាត់ថាអូម្នាក់ហ្នឹងគេមកវិញអីចឹងណា យើងក៏អត់មានកាត់ច្រើនដែរធម្មតា ហើយពេលហ្នឹង គេច្រាមក បាទហើយពេលហ្នឹងវាថាអត់តន់ចូលរៀនអាវាទៅដើរទៅអង្គនេះគាត់ឃើញម្នាក់ហ្នឹងដែរហើយម្នាក់ហ្នឹងក៏ញឹមដាក់គាត់ដែរហើយតែក្នុងចំណោមគាត់នៅជុំអ៊ូអទាំងអស់គ្នាហ្នឹងគឺពេលហ្នឹងគឺឃើញគាត់ឃើញតែម្នាក់ហ្នឹងតែម្នាក់ឯង វាថាម្នាក់ផ្សេងអត់ចាប់អារម្មណ៍ បាទចាប់អារម្មណ៍ហ្នឹងហើយ ហ្នឹងមកកណ្ដោ បាទបាទអញ្ចឹងក៏គាត់ឡើងធានធម្មតាតែគាត់ឡើងធានធម្មតាគាត់ខំមកមើលម្នាក់ហ្នឹងចេះមុនហ្នឹងឃើញវាមកដើរកាត់មុខអញច្បាស់ហើយបាត់តាហើយក៏បានគ្រូនិយាយថាវាមានមកយកវ៉ាន់វិញនៅអីចឹងហាវ៉ាន់អីមានណាតន់មកយកវ៉ាន់ទុកនៅប្រូនឡើយមានតន់មានតែគេមកយកលក្ខណៈថាគាត់ស្មានតែម្នាក់ឡើងមកយកវ៉ាន់ហើយគេទៅវិញបាត់អីចឹងណាបានអត់ឃើញគាត់ថាអត់តន់មានតែគេមកយកវ៉ាន់ណាហើយបានគាត់ជួយរៀងចម្លែកដែរដល់ពេលឃើញម្នាក់ហ្នឹងហើយអត់ឃើញមករៀននេះប៉ុន្តែមុនហ្នឹងគាត់បានជួបគាត់ឆ្ងល់ដែរអត់មករៀនប៉ុន្តែបានជួបហើយគាត់គាត់ថាប្រហែលជាឡើងមកយកវ៉ាន់ក៏អាវ៉ាន់ហ្នឹងក៏នៅនឹងទៀតវាអញ្ចឹងគាត់ខ្ជិលខ្វល់ច្រើនគាត់ក៏រៀនធម្មតាទៅកន្លងមកបានប្រហែលជា2-3ថ្ងៃក្រោយបានចង់ថានៅក្នុងសាលាហ្នឹងគេចាប់ផ្ដើមឆោឡោសន្សុកអីហ្នឹងចង់ថាគាត់ឃើញគេឆោឡោនៅម្ដុំអាងទឹកអាឡៃស្ទះទឹកហ្នឹងឃើញគេផ្អើលឈូឆគាត់ចាប់អារម្មណ៍ដែរគាត់គិតថាប្រហែលជាគេបាត់កង់ឬមកគេបាត់ម៉ូតូchứព្រោះកន្លែងគេផ្ញើបាទផ្ញើកង់ម៉ូតូនឹងក្បែរហ្នឹងក៏ដែរគាត់ថាគាត់គិតថាប្រហែលជាមានបញ្ហាចឹងហើយអត់មានបញ្ហាផ្សេងទេអញ្ចឹងក៏វាថាពេលហ្នឹងគឺគាត់រៀបជិះចេញទៅផ្ទះហើយគាត់ឃើញអាសកម្មភាពគេផ្អើលឈូឆហ្នឹងបងអញ្ចឹងក៏គាត់ចេញទៅផ្ទះទៅគាត់អត់ចាប់អារម្មណ៍ដែរពេលថ្ងៃស្អែកនៅពេលដែលត្រឡប់មករៀននៅក្នុងថ្នាក់ធម្មតាហ្នឹងស្រាប់តែម្ដាយរបស់ម្នាក់មួយហ្នឹងគាត់បានមកដល់ថ្នាក់ឲ្យស្រយំយកមកថាកូនរបស់គាត់ហ្នឹងបានស្លាប់ហើយអ្នកនៅក្នុងថ្នាក់ហ្នឹងទាំងអស់ហ្នឹងបងអត់ដឹងថាម្នាក់ហ្នឹងស្លាប់ទេចង់ថាតាំងពីម្សិលមិញហ្នឹងចង់ថាគេគ្រប់គ្នានៅសាលាដែលគេចាំថ្ងៃទី3ទៅថ្ងៃទីបន្តមកឡើង3-4ថ្ងៃបានសពម្នាក់ហ្នឹងផុសឡើងមកបានគេផ្អើលតែផ្អើលមួយថ្ងៃហើយតោះស្អែកបានពួកគាត់ក្នុងថ្នាក់ហ្នឹងដឹងទៀតមិនដឹងថាម្នាក់ហ្នឹងស្លាប់ទៀតតែពេលថ្ងៃផ្អើលផងចង់ថាអត់មានអ្នកគេចាប់អារម្មណ៍គេអត់ដឹងថាស្លាប់តែធម្មតាអត់ដឹងសោះហ្នឹងហើយចង់ថាគាត់អត់ដឹងថាហេតុការមានមនុស្សស្លាប់ទេគាត់ទៅខ្ញុំប្រាប់មកខ្ញុំបងថាប្រហែលជាបាត់កង់ឬមួយក៏អីចឹងឃើញគេឈូឆមកចោលមកអីចឹងណាពួកគាត់ទាំងអស់គ្នាក៏អត់មានអ្នកគេដឹងទាំងអស់តោះតាម៉ាក់របស់ម្នាក់ហ្នឹងHello មកដល់សាលាហ្នឹងបានគាត់ស្រែកយំនៅហ្នឹងគាត់ថាកូនរបស់គាត់ស្លាប់អីទៅសាលាគេតាក់ទងទៅចឹងណាអញ្ចឹងបានគ្រូយុវតេហៅគាត់ឲ្យមកយកសម្ភារៈក៏ដូចជាវាយវ៉ាន់អីហ្នឹងទៅវិញចឹងទៅហើយម្នាក់ហ្នឹងក៏គេយកទៅធ្វើសពយកទៅធ្វើពិធីបុណ្យសពអីចឹងណាបងហ្នឹងហើយអាហ្នឹងចង់ថាសាច់រឿងដែលវានៅមិនគួរជឿដែរណាវាមិនគួរជឿបើនិយាយហេតុអីគាត់សម្រាប់ខ្លួនឬបាទត្រង់កន្លែងហ្នឹងសម្រាប់ការគិតរបស់ខ្ញុំគិតថាប្រហែលជាគាត់កំពុងតែមានបញ្ហាផ្លូវចិត្តផងហើយអញ្ចឹងស្របពេលដែលនៅសាលាហ្នឹងវាសម្បូរទៅដោយវិញ្ញាណក៏ដូចជាអមនុស្សអីចឹងណាព្រោះតាមខ្ញុំសួរអ្នកដែលនៅរៀនហ្នឹងហ្នឹងហើយចង់ថា100នាក់អីគេថាចង់80នាក់70នាក់អីដែរអញ្ចឹងណាគាត់ថាគេមិនឃើញគាត់ថាគេដឹងថានៅនឹងមានអីចឹងណាបងហ្នឹងហើយសាលាមួយហ្នឹងនិយាយទៅតាំងពីដើម100ចូល100ឆ្នាំអីដែរបងចិត្ត100ឆ្នាំអីដែរសាងសង់តាំងពីណាមកហើយពីមុនធ្លាប់យកធ្វើជាពេទ្យយកធ្លាប់ធ្វើជាអីចឹងណាហើយខ្ញុំចាំសាច់រឿងមួយទៀតដែលសង្សាររបស់ខ្ញុំគាត់ប្រាប់នេះគាត់ដឹងពីសិស្សច្បងរបស់គាត់ដែរគាត់រៀននៅហ្នឹងគាត់ថាមានសិស្សច្បងម្នាក់ហ្នឹងគាត់អ្នកបកកែរៀនណាបងហើយគាត់អង្គុយអានសភៅនៅរកម្មចរាហ្នឹងអង្គុយអានសភៅកម្មចរាហ្នឹងហើយបន្ទាប់មកក៏ឃើញគាត់ឈ្ងោកនៅក្រៅឈ្ងោកដេកអង្គុយនៅរកម្មចរាហ្នឹងហើយមនុស្សម្នាក់ក៏អត់មានអ្នកគេចាប់អារម្មណ៍ទេគេដើរចុះឡើងទៅមកទាំងថ្ងៃទាំងព្រឹកអញ្ចឹងណាគេឃើញគាត់អង្គុយហ្នឹងគេចុះធម្មតាអ្នកឡើងមកគេឃើញអង្គុយហ្នឹងគេឡើងទៅបាត់ទៅអត់មានអ្នកគេឆ្ងល់បាទអ្នកថ្មីចូលមកទៅមកអត់មានអ្នកគេឆ្ងល់ទេបានអង្គុយនឹងយូរម៉េចអញ្ចឹងដល់ពេលថ្ងៃស្អែកបើឃើញអង្គុយនឹងទៀតចង់ថាឃើញម្នាក់ផុសសិស្សច្បងឃើញអង្គុយនឹងទៀតគេគ្រប់គ្នាចាប់ដល់ជន់មិនបានវាអង្គុយនេះម្នាក់ឯងអត់អង្គុយអញ្ចឹងដល់ពេលគ្រូអីនោះមានតកេះសួរទៅម៉ែម្នាក់ផងដាច់ឆ្លោះស្លាប់តាំងពីម្សិលមិញចង់ថាហឹងបាទឡើងហងឆ្កូតឡើងស្លាប់លេងឡើងឡៃចដើនឹងយកមកហើយហ្នឹងនៅមានរឿងនៅមានមនុស្សស្រីណានៃលោតអីណាទៀតហើយក្នុងប្រវត្តិសិស្សអីគេធ្លាប់បាទគេធ្លាប់ដឹងតគ្នាគេប្រាប់តែអាសពណែទឹកហ្នឹងឆ្នាំណាដែរគាត់ដល់បានបញ្ជាក់ឆ្នាំគាត់ថារៀងយូរដែរ7-8ឆ្នាំដែរវាយូរដែរសង្ហា Facebook អីវាមិនទាន់បាទជំនាន់ហ្នឹង Facebook វាអត់ទាន់ផ្អើលទេតែបើថាជំនាន់ឥឡូវនេះតើតងមួយរឿងអញ្ចឹងតើមានផ្អើលហើយនៅក្នុង Facebook ដែលគេនិយាយតាក់ទងជាមួយនឹងសាលាមួយហ្នឹងក៏មានច្រើនយកអូខេអញ្ចឹងអ្នកទាំងអស់គ្នាបានស្ដាប់រឿងរបស់រតនៈច្រើនរឿងអីអ្នកទាំងអស់គ្នាយល់ថាសាច់រឿងមួយណាគិតមិនដែរអាចខមមិនចេញតែយោបល់ខាងក្រោមហើយក៏អាចដាក់បន្ទុកឲ្យរឿងទាំងអស់ហ្នឹងថាអ្នកទាំងអស់គ្នាពេញចិត្តរឿងមួយណាហើយរឿងមួយណាដែលគួរឲ្យខ្លាចសម្រាប់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាក៏អាចចែកម្លែងបានដែរហើយជាចុងក្រោយរតនៈមានអីចង់និយាយអត់បាទជាចុងក្រោយអរគុណទៅដល់បងប្អូនទូទាំងជនដែលតែងតែតាមដាននៅកម្មវិធីនេះក៏ដូចជាតាមដាននៅកម្មវិធីពួកយើងទាំងពីរដែលនិយាយទៅឲ្យតែប្រិយមិត្តជនជាតិខ្មោចបាទគឺ
សូមអរគុណពួកគាត់ target យើងហី បាទ